បើសិនជាវេលាមួយនេះអាចវិលត្រឡប់ប៉ុន្តែពេលវេលាមួយនេះមិនអាចត្រឡប់នឹកអនុស្សាវរីយ៍ជាក្មេងដែលធ្លាប់កំសត់នឹកអតីតកាលពេលនេះមិនអាចត្រឡប់មិនអាចប្រកែកបាននេះហើយគឺព្រំលិខិតមិនអាចតថ្លៃបាននេះហើយគឺជាជីវិតមិនអាចបំភ្លេចបានព្រោះវាគឺជារឿងពិតជីវិតពិបាកស្មានមិនដឹងថ្ងៃមុខទៅជាយ៉ាងម៉េចគិតតែម្នាក់ឯងនំទុកណាខ្លួនពេកហើយព្រោះជីវិតពិបាកដើរមិនដឹងពេលណាដល់ទីឡើយកុំតូចចិត្តនឹងខ្លួនឯងវាគ្មានអ្នកណាជួយយើងឡើយរៀនខំមកសង្កត់ចិត្តមិនយូរមិនឆាប់នឹងធូរស្បើយប្រឆាំងនឹងព្រៃវាសនាតនៅនឹងព្រំលិខិតធ្វើការមិនដែលសម្រាំងធ្វើរាល់ថ្ងៃគឺជារឿងពិតដៃកាន់វិចសរសេររៀបរាប់ពីរឿងជីវិតសរសេរមិនតាន់ចង់សិភើជីវិតសរសេរមិនពេញជីវិតដូចជាទឹកហូរទៅមិនត្រឡប់កំណត់គោលដៅជីវិតទូហត់យ៉ាងណាក៏មិនដែលកើតយ៉ាងណាជីវិតនៅមានខ្ញុំនៅតែធ្វើនឹងនៅតែកើតជីវិតពិតជាស្មុគស្មាញតែធ្វើឲ្យខ្ញុំស្គាល់ការពិតមិនអាចប្រកែកបាននេះហើយគឺព្រំលិខិតមិនអាចតថ្លៃបាននេះហើយគឺជាជីវិតមិនអាចបំភ្លេចបានព្រោះវាគឺជារឿងពិតជីវិតពិបាកស្មានមិនដឹងថ្ងៃមុខទៅជាយ៉ាងម៉េចមិនអាចប្រកែកបាននេះហើយគឺព្រំលិខិតមិនអាចតថ្លៃបាននេះហើយគឺជាជីវិតមិនអាចបំភ្លេចបានព្រោះវាគឺជារឿងពិតជីវិតពិបាកស្មានមិនដឹងថ្ងៃមុខទៅជាយ៉ាងម៉េចខ្ញុំគួរមានច្រើនសំណួរតែគ្មានចំឡើយទោះជីវិតរអាក់រអួនក៏ខ្ញុំមិនដែលបោះបង់ឡើយរូបពិបាកជាងស្លាប់ក៏ខ្ញុំតស៊ូមិនឈុំឡើយបេះដូងមានតែសំណួរប៉ុន្តែគ្មានអ្នកណាឆ្លើយ